សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូសម្រាយរឿងបានឡើងស្ដេចដើរភាគទី33ទីបាយក៏បានប្រាប់ទៅមិញជាប្រាថាពតដើររបស់ត្រង់ឲ្យបានរហ័សជាងនេះបន្តិចដើម្បីជួយពួកគេមិញជាក៏បានរៀបចំទៅការបញ្ចេញក្បាច់ដើរក្តាប់មយូរ៉ានេះក៏បាននិយាយអ្នកម៉ែតាមម៉ែយ៉ាងមិនទៅហើយម៉ែក៏បំភ័យខ្ញុំអីមិញជាក៏បានថាសូមអត់ទ្រាំបន្តិចវានឹងរួចរាល់ឆាប់ៗនេះទីបាយក៏បានឡាចូលបន្តិចខ្ញុំនឹងជួយត្រង់បន្ថែមគេក៏បានបញ្ចូលថាពតចូលទៅក្នុងខ្លួនត្រង់ព្រះនាងក៏បាននិយាយនៅក្នុងចិត្តខ្ញុំមិននឹកស្មានដល់ចេតនាដើររបស់សបាយគឺពិតជាគួរឲ្យខ្លាចណាស់ប្រហែលជាឈានដល់កម្រិតល្អឥតខ្ចោះហើយមយូរ៉ាក៏បានថាទាំងជឿចាំត្រាដល់អាក្រក់មួយនេះបំបែកវានាងបានស្រែកយ៉ាងខ្លាំងហើយត្រាក៏បានបែកយើងកាត់មកមើលខាងក្រៅវិញស៊ីជីនឈុនក៏បានមកដល់គេក៏បានសើចបន្តិចទីបំផុតខ្ញុំមករកពួកឯងឃើញហើយយីហោក៏បានថាស៊ីជីនឈុនឯងកុំធ្វើអ្វីប្រេផ្ដាស់ណានាងគឺជាព្រះនាងដែលត្រូវបានតែងតាំងដោយអធិរាជស៊ីជីនឈុនក៏បានតបមនុស្សនៅក្នុងប្រាសាទបុរាណនេះគឺមានសិទ្ធិស្មើគ្នាឱកាសណាទទួលបានតាមរយៈសមត្ថភាពទោះបីនាងជាព្រះនាងក៏ដោយក៏នាងនៅតែជាក្មេងស្រីម្នាក់ដែរនាងមិនអាចការពារដៅដល់ទេវភាពនេះបានទេវិជ្ជាការល្អបើបកគោលដៅបានលឿនខ្ញុំនឹងមិនធ្វើឲ្យពួកនាងពិបាកនោះទេឆាឆៅក៏បានថាអាមនុស្សលាក់ពុតបើឯងមានសមត្ថភាពចូលមកយកវាដោយខ្លួនឯងមកនាងតូចពិតជាអំនួតមែនខ្ញុំនឹងមិនគួរសមនោះទេគេក៏បានប្រើនៅយុទ្ធសិលវាយទៅកាន់នាងតូចប៉ុន្តែត្រូវបានយូហោវាយគេមួយដៃទៅធ្វើឲ្យគេថយក្រោយបន្តិចចាំតាំងតែពីនាងបានរៀបរៀងខ្ញុំហើយនោះមិនអន់នោះទេគួរឲ្យស្ដាយនាងមិនមែនជាដៃគូរបស់ខ្ញុំឡើយខ្ញុំមិនមែនជាដៃគូរបស់ឯងតែបើឯងធ្វើបាបឆៅនោះឯងត្រូវឆ្លងកាត់ខ្ញុំជាមុនសិនជីនឈွန်ក៏បានថាមិនប្រមាណខ្លួនយីហោក៏បានបញ្ចេញនូវស្នៀតដៅផ្កាយរបស់នាងកម្មចេញទៅជីនឈွန်ក៏បានដៅទៅផ្ទល់ធ្វើឲ្យគេនឹងថយក្រោយមួយជំហានតែវាគួរឲ្យសោកស្ដាយវានៅតែស្ទើរគេក៏បានបញ្ចេញថាពោយ៉ាងខ្លាំងកាប់ទៅយីហោក៏បានធ្វើការរងនាងក៏បានប្រើនៅកម្លាំងបន្ថែមបំបែកនៅចំហាយដៅនោះខ្ញុំមិនមានពេលខ្ជះខ្ជាយជាមួយនឹងនាងច្រើននោះទេដោយសារតែនាងគឺជាកូនរបស់ស្ដេចផ្កាយចេញពីទីនេះទៅរួចគេក៏បានរត់ចូលទៅវិយុទ្ធជាមួយនឹងយីហោម្ដងទៀតគេកាប់មួយដៅទៅយីហោក៏បានកិច្ចគេក៏បានលូកដៃទៅចាប់ឆៅនាងក៏ចេះតែកាប់តាពីទៅធ្វើឲ្យគេនោះក៏បានដកដៃចេញវិញហ៊ានតដៃផងយីហោក៏បានរត់ទៅដឹកដៃនាងរត់ជីនឈွန်ក៏បានប្រើនៅល្បឿនរបស់គេកាក់មុខឆាប់បកគោលដៅដល់ទេវភាពនេះមកបើមិនដូច្នេះទេខ្ញុំគ្មានជំរឿអ្វីក្រៅពីសម្លាប់នាងហើយយកដៅនោះទេយីហោក៏បានតបមិនអាចនោះទេបងស្រីយីហោបងប្រើដៅដល់ទេវភាពនេះសម្លាប់គេចោលទៅជីនឈွန်ក៏បានបែរលូកដៃទៅឲ្យវាមកខ្ញុំប៉ុន្តែមិនតន់ទៅដល់ដៅផងក៏ស្រាំទៅដៃអ៊ីប៉ៃចាប់ជាប់ដៅរបស់ប្អូនស្រីខ្ញុំវាមិនមែនជារបស់អ្វីមួយដែលឯងអាចយកទៅបាននោះទេបងប្រុសទីបំផុតបងចេញមកវិញហើយជីនឈွန်ក៏បានសួរទៅអលអិតតើឯងមកពីណាឯងកុំជ្រៀតជ្រែកអ៊ីប៉ៃក៏បានតបហេតុអ្វីបានជាឯងនឹងធ្វើបាបក្មេងស្រីម្នាក់នេះមិនមែនជាចរិតសុភាពបរិសុទ្ធនោះទេឯងចាក់ចេញឲ្យលឿនទៅខ្ញុំមិនចង់ឆ្លោះជាមួយនឹងឯងនោះទេជីនឈុនក៏បានថាចាក់ចេញអ៊ីប៉ៃក៏បានដកដាវស្រាអញ្ជើញមិនយកចង់ទទួលយកស្រាពីណីពួកគេក៏បានលោតទៅប្រយុទ្ធគ្នាទៅយីហោក៏បានស្រែកបញ្ចាត់ផងគេស្ថិតនៅក្នុងចំណាត់ថ្នាក់ទី2នៅក្នុងបញ្ជីស្រីដៅឋានសួគ៌កុំធ្វើប្រហែសសោះពួកគេទាំងពីរក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាអ៊ីប៉ៃក៏បាននិយាយត្រឹមតែចំណាត់ថ្នាក់ទី2តែប៉ុណ្ណោះខ្ញុំមិនខ្លាចទូប៉ាយយងនៅជាប់ចំណាត់ថ្នាក់លេខ1ផងតើខ្ញុំនឹងខ្លាចគេដែរទេអ៊ីប៉ៃក៏បានលោតចេញទៅជីនឈុនក៏បាននិយាយអាល្អិតខ្ញុំមើលទៅឯងលេងចង់រស់ហើយគេក៏បានលុតចូលទៅអ៊ីប៉ៃក៏បានតបឯងទេដែលជាអ្នកធុញទ្រាន់នឹងការរស់នៅអ៊ីប៉ៃក៏បានគិតពីផ្លែដើរបស់គេឯងមកភ្លក់រសជាតិធម្មពលដើរបស់ខ្ញុំវិញម្ដងទៅអ៊ីប៉ៃក៏បានលុតទៅខាងលើកាប់ចូលមកមួយដើពីរដើជីនឈុនក៏បានទប់ទល់អាល្អិតឯងបើជាមានធម្មពលបែបនេះខ្ញុំបានមើលស្រឡៃពេកហើយគេក៏បានបញ្ចេញនូវស្នៀតដើជីនធានកម្មតកាន់អ៊ីប៉ៃក៏បានធ្វើការទប់ទល់កាប់ចំនួន2ដើមជីនឈុនក៏បានបាក់ខែការពាររាងកាយជីងកាងរបស់ខ្ញុំមិនងាយនឹងបំបែកបាននោះទេអ៊ីប៉ៃបានប្រើនូវស្នៀតដើបំលែងសាររបស់ខ្លួនកាប់ចេញទៅក៏បានធ្វើឲ្យខែជីងកាងរបស់គេនោះបានបែកខ្ទេចជីនឈွန်ក៏បានគិតនៅក្នុងចិត្តកម្លាំងរបស់អាឡិតនេះមិនខ្សោយជាងទូប៉ានោះទេវាហាក់បីដូចជាខ្ញុំមិនអាចយកឈ្នះគេបានដោយមិនបញ្ចេញស្នៀតឲ្យអស់ពីសមត្ថភាពនោះទេភ្លាមមយូរ៉ាក៏បានចេញមកគេរៀងភ្ញាក់ផ្អើលបន្តិចសត្វវិសាចកម្រិតទី8គេក៏បានដាក់មេប្រូចទៅអ៊ីប៉ៃក៏បានចុះមកវិញមិនមែនទេគេភ័យខ្លាំងរត់ចេញតែបែបហ្នឹងខ្ញុំមិនតន់លេងឆ្អែតផងយីហោឃើញមយូរ៉ាដើរចូលមកក៏បាននិយាយឆៅមកទីនេះលឿនអ៊ីប៉ៃក៏បានដើរចូលមកកុំខ្លាចអីគេគឺជាមិត្តរបស់យើងទេមិញយាបាន3នាងល្អិតមយូរ៉ាចេញមកត្រូវហើយបងស្រីវាមិនអីទេមយូរ៉ាក៏បានដួលទៅនាងល្អិតក៏បានហៅអ្នកម៉ែអ៊ីប៉ៃក៏បានដើរចូលទៅមើលក៏បានបន្តក់ថ្នាំទៅលើនាងតែឯងយ៉ាងម៉េចទៅហើយតែឯងអាចទ្រាំបានដែរឬទេនាងក៏បានតបខ្ញុំខ្លាចថាវាមិនដំណើរការនោះទេនាងល្អិតក៏បានថាអ្នកម៉ែទីបំផុតពួកយើងគឺមានសេរីភាពទៅហើយម៉ែមិនអាចបោះបង់កូនចៅបាននោះទេនាងក៏បានត្រហោយំទៅព្រះនាងក៏បានដើរចូលមកសបាយតើអាចសង្គ្រោះគេបានដែរឬទេសបាយក៏បានក្រវីក្បាលនាងគួរតែបានស្លាប់យូរណាស់មកហើយគេបានជាប់ចំណងក្បួនរហូតដល់ពេលនេះការបំបែកក្បួននេះផ្ទុយទៅវិញវាគឺជាហេតុផលដែលធ្វើគេបាត់បង់និងការរស់នៅបន្តលុះត្រាតែគេបានងូតទឹកនៃជីវិតប៉ុន្តែព្រះនាងក៏បានសួរបន្ថែមឬយើងគួរតែចាកចេញពីភាសានេះឥឡូវនេះបញ្ញាប់ទៅរាជវាំងព្រះបិតាប្រកាសជាអាចរកវិធីជួយសង្គ្រោះនាងបានមយូរ៉ាក៏បានថាកុំខ្ជះខ្ជាយថាអពររបស់ពួកឯងអីបើសិនបើវាមិនមែនសម្រាប់កូនខ្ញុំទេខ្ញុំមិនអាចរស់នៅដល់ពេលនេះនោះទេឥឡូវនេះទទួលបានសេរីភាពហើយបំណងប្រាថ្នារបស់ខ្ញុំតែមួយគត់គឺបានសម្រេចហើយមុនពេលស្លាប់ខ្ញុំគ្រាន់តែចង់សុំពួកឯងរឿងមួយតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាពួកឯងនឹងយល់ព្រមសបាយក៏បានតបឯងនិយាយមកដរាបណាខ្ញុំអាចធ្វើបានខ្ញុំនឹងយល់ព្រមតាមសំណើរបស់ឯងខ្ញុំសង្ឃឹមថាឯងនឹងជួយមើលថែកូនរបស់ខ្ញុំបានល្អឲ្យគេធ្វើ
ជាសត្វចិញ្ចឹមក៏ព្រមដែរគ្រាន់តែកុំធ្វើបាបគេអីមិនអីទេខ្ញុំសន្យាជាមួយនឹងឯងកុំបារម្ភខ្ញុំនឹងចាត់ទុកគេជាមិត្តល្អរបស់ខ្ញុំនឹងមិនឲ្យអ្នកដទៃធ្វើបាបគេបានឡើយបន្ទាប់ពីខ្ញុំស្លាប់ទៅពួកឯងអាចរក្សាទុកស្នូលបិសាចរបស់ខ្ញុំបានរងចាំដល់គេធំបន្តិចប្រគល់វាឲ្យទៅគេទៅពិធីនេះអាចឲ្យគេទម្លុះចូលទៅកាន់កម្រិតស្ដេចបានដោយជោគជ័យនេះមានប្រយោជន៍សម្រាប់ពួកឯងហើយវាគ្មានគុណវិបត្តិនោះទេជាសំណាងរាងកាយរបស់ខ្ញុំពួកឯងអាចយកទៅធ្វើអ្វីតាមដែលពួកឯងចង់បានអ៊ីប៉ាយក៏បានតបយើងនឹងមិនប្រើរាងកាយរបស់ឯងនោះទេមយូរ៉ាក៏បានបន្ថែមលើពីនេះទៅទៀតមានរបស់មួយទៀតនៅក្នុងរូងភ្នំវាគួរតែជាត្បូងដែលមានរូបរាងដូចដាវវាត្រូវបានបន្សល់ទុកដោយអ្នកគុំខ្ញុំនៅពេលនោះខ្ញុំជឿថាវានឹងមានប្រយោជន៍សម្រាប់ពួកឯងខ្ញុំសង្ឃឹមថាពួកឯងនឹងមិនក្បត់ទំនុកចិត្តរបស់ខ្ញុំទេកូនស្រីឲ្យម៉ែសុំទោសចាប់ពីពេលនេះឯងត្រូវតែមើលថែខ្លួនឯងឲ្យបានល្អនិយាយចប់នាងក៏បានស្លាប់ទៅកូនស្រីក៏បានទ្រហោយំស្រែកហៅអ្នកម៉ែយ៉ាងខ្លាំងយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើលួខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ